សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតហើយដែលវីដេអូថ្ងៃនេះខ្ញុំមកធ្វើការចែករំលែកពីរបៀបក្នុងការបំលែងរូបភាពទៅជាអក្សរតាមរយៈកម្មវិធី Telegram ដែលការបំលែងនេះគឺមានភាពងាយស្រួលនិងរហ័សទៀតផងជាជំនាញដំបូងយើងចូលទៅកាន់រូបភាពរបស់យើងហើយនេះគឺជារូបភាពដែលខ្ញុំត្រៀមក្នុងការបំលែងទៅជាអក្សរតែបើសិនជាបងប្អូនទាំងអស់គ្នាមានជាប្រភេទ file PDF ចង់បំលែងទៅជាអក្សរក៏បានដូចគ្នាដែរឧទាហរណ៍នេះគឺជា file PDF របស់ខ្ញុំដែលខ្ញុំត្រៀមក្នុងការបំលែងទៅជាអក្សរដើម្បីបំលែងទៅជាអក្សរបានយើងត្រូវបំបែក file PDF នេះទៅជារូបភាពជាមុនសិនអញ្ចឹងដើម្បីបំលែង file PDF ទៅជារូបភាពយើងចូលទៅកាន់ Google Chrome របស់យើងហើយយើងសេចពាក្យថា Mobi System mobisystem.com អូខេអញ្ចឹងយើងចូលមកកាន់ website មួយនេះដើម្បីធ្វើការបំលែង file PDF ទៅជារូបភាពដោយ free មិនមានការចុះឈ្មោះហើយក៏មិនមានការគិតថ្លៃដែរអញ្ចឹងពេលដែលចូលមកកាន់ website នេះហើយយើងចូលទៅលើពាក្យ Mobi PDF បន្ទាប់ពីចូលមកកាន់ Mobi PDF ហើយយើងចុចលើពាក្យ Mobi PDF online ចុចលើនេះមកហើយយើងយកពាក្យថា PDF to image អូខេចូលមកដល់កន្លែងនេះយើងធ្វើការជ្រើសរើស file កន្លែងនេះដើម្បី upload file PDF របស់យើងដើម្បីវា convert ទៅជារូបភាពអូខេចុចលើ file នេះមកហើយជ្រើសរើស file របស់យើងបន្តមកទៀតយើងចុចពាក្យថា convert អញ្ចឹងវានឹងធ្វើការ processing នៅ file PDF របស់យើងដើម្បី convert ទៅជារូបភាពសូមរងចាំតិចវាកំពុងតែដំណើរការ processingអូខេបន្ទាប់ពីវា processing ហើយវានឹងឲ្យយើងពាក្យថា download your file មានន័យថាវាធ្វើការបំលែងរូបភាពរបស់យើងរួចរាល់ហើយអញ្ចឹងយើងធ្វើការ download មកនៅពេលដែល download ពេញយើងអាចចុចទៅលើកន្លែងនេះដើម្បីចូលទៅមើល file document តែម្ដងហើយនេះគឺជា file រូបភាពដែលវាបានបំលែងចេញពី file PDF អញ្ចឹងប្រភេទដែលយើង download ចេញពី website មិញគឺជាប្រភេទ file RAW អញ្ចឹងយើងធ្វើការបំលែង file RAW ទៅជា file ធម្មតាសិនអញ្ចឹងយើងចុចលើ mouse ស្ដាំវាមកដើម្បីបន្លាយវាចេញហើយយក extract here មកដើម្បី extract file ខាងក្នុងចេញហើយនេះគឺជារូបភាពទាំងអស់ម៉ានដែលយើងបានបំលែងពី file PDF បន្ទាប់ពីបានបំលែងពី file PDF ជារូបភាពហើយយើងអាចយករូបភាពទាំងអស់នេះចូលទៅក្នុងកម្មវិធី Telegram ដើម្បីបំលែងវាទៅជាអក្សរអញ្ចឹងយើងចាប់ផ្ដើមបំលែងកម្មវិធីឲ្យយើងចូលទៅកម្មវិធី Telegram ដើម្បីបំលែងវាតែម្ដងអូខេហើយនេះគឺជាកម្មវិធី Telegram របស់ខ្ញុំអញ្ចឹងយើងគ្រាន់តែបែកពាក្យថា Texify អូខេបន្ទាប់ពីបែកពាក្យ Texify ហើយគឺពាក្យខាងលើនេះ Texify image to text យើងចូលយកពាក្យលើគេហ្នឹងមកអូខេហើយនេះគឺជាកន្លែង chatbot ដែលយើងធ្វើការបំលែងយើងចុចលើពាក្យ start ដើម្បីធ្វើការបំលែងទៅជារូបភាពទៅជាអក្សរអូខេទៅបញ្ចុច start ហើយយើងចាប់ផ្ដើមជ្រើសរើស upload រូបភាពរបស់យើងចូលយើងយក photo មកហើយនេះគឺជារូបភាពដែលខ្ញុំត្រៀមក្នុងការបំលែងយើងចុចលើរូបភាពមកយើងធ្វើការ upload រូបភាពចូលនៅពេលដែលយើង upload រូបភាពហើយវានឹងធ្វើការ processing ឲ្យយើងដោយ automatic តែម្ដងដោយយើងមិនចាំបាច់ក្នុងការចុចអីពេលឆ្ងាយឬក៏ចុចលើ menu អីផ្សេងៗនោះទេយើងគ្រាន់តែចុចពាក្យ start ហើយចុចពាក្យ upload រូបភាពនោះវានឹងធ្វើការដោយ automatic តែម្ដងអូខេហើយនេះគឺជាអក្សរដែលយើងបានបំលែងពីរូបភាពមកហើយអក្សរទាំងអស់នេះគឺពេលខ្លះគឺវាមាន page script ដោយសារតែវាបានបំលែងរូបភាពច្បាស់លាស់មិនសូវជាមានការខកអក្សរឡើយអញ្ចឹងយើងអាច copy អក្សរនេះបានយកទៅដាក់ក្នុង Word ឬក៏ file document ផ្សេងៗឧទាហរណ៍ខ្ញុំបើកកម្មវិធី Word មកហើយធ្វើការ paste ទៅលើអក្សរមាញ់ដែលខ្ញុំបាន convert ពីរូបភាពហ្នឹងមកចូលទៅក្នុងកម្មវិធី Word document អូខេនេះគឺជាអក្សរដែលយើងបានបំលែងរួចរាល់
វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការទស្សនាជាចុងក្រោយខ្ញុំបាទសូមអរគុណសូមជម្រាបលា